រឿងព្រះនាងផ្កាស្ងោរកាលពីយូរលង់ណាស់មកហើយមានស្ដេចនៅនគរមួយព្រះអង្គម្ចាស់ជ័យវីរៈចង់ស្វែងរកមហេសីដែលមានចិត្តស្មោះត្រង់ទ្រង់បានប្រគល់គ្រាប់ពូជផ្កាម្នាក់មួយគ្រាប់ទៅឲ្យយុវតីនៅក្នុងភូមិដើម្បីយកទៅដាំឲ្យចេញជាផលផ្កាបុប្ផាខំថែរក្សាគ្រាប់ពូជដោយក្តីស្រឡាញ់ប៉ុន្តែចិន្តាខឹងសម្បាព្រោះគ្រាប់ពូជរបស់នាងមិនដុះទាល់តែសោះដោយចង់ឈ្នះចិន្តាបានទៅទិញផ្កាដែលរីកស្រាប់ពីផ្សារមកផ្លាស់ប្ដូរនាងចង់បោកប្រាស់ព្រះរាជាតាឥសីបានក្លែងខ្លួនជាអ្នកសុំទានដើម្បីសាក់លបងចិត្តបុប្ផាទោះបីជាគ្មានផ្ការីកក៏នាងនៅតែមានចិត្តសប្បុរសដដែលចំណែកឯចិន្តាវិញទៅឲ្យឆ្ងាយទៅក៏មកប៉ះផ្កាដ៏មានតម្លៃរបស់ខ្ញុំដល់ថ្ងៃកំណត់គ្រប់គ្នាបានបង្ហាញផ្ការបស់ខ្លួនចិន្តាអួតផ្កាដ៏ស្អាតចំណែកបុប្ផាមានតែផើងទូទីព្រះអង្គម្ចាស់បានទម្លាយការពិតថាគ្រាប់ពូជដែលទ្រង់បានប្រគល់ឲ្យគឺជាគ្រាប់ពូជដែលស្ងោរឆ្អិនហើយព្រះអង្គម្ចាស់បុប្ផានាងគឺជាមនុស្សតែម្នាក់គត់ដែលស្មោះត្រង់ផ្កាពិតប្រាកដគឺរីកចេញពីបេះដូងរបស់នាងចិន្តាត្រូវទទួលរងនូវភាពអាម៉ាស់ការបោកប្រាស់មិនដែលនាំមកនូវសុភមង្គលពិតប្រាកដឡើយសេចក្តីស្រឡាញ់ដែលស្មោះត្រង់តែងតែឈ្នះគ្រប់ឧបសគ្គបុប្ផានិងព្រះអង្គម្ចាស់រស់នៅដោយមានសុភមង្គលរៀងរហូតមក